តោះបងជីម៉ូតូដល់លេងជាមួយខ្ញុំអត់អ្នកណាខ្លះស្គាល់ម៉ូតូនឹងខ្ញុំគិតថាមានភាគតិចបំផុតដែលស្គាល់ម៉ូតូនឹងតែបើសេរីចាស់ស្គាល់ហើយតោះយើងទៅមើលទាំងអស់គ្នាណាថ្ងៃនេះខ្ញុំសុំសិទ្ធហើយថាមកដើរលេងអញ្ចឹងណាហើយមកឆ្លងទស្សវត្សផងអីចឹងទៅណាតែថ្ងៃនេះគឺខ្ញុំមកឆ្លងទស្សវត្ស1960និយាយរួមទៅនៅក្នុងខេត្តសៀមរាបយើងឆ្នាំនេះគេធ្វើសង្កាមធំហើយគេមានតាំងពីពើនៅដើមឆ្នាំ1960បងទាំងអស់គ្នាពីពិសេសមែនទែន100ឆ្នាំហ្នឹងហើយមានម៉ាស៊ីនថតពីជំនាន់មុនរូបអីចឹងមានរំលឹកច្រើនមែនទែន100ហើយគេមានប្រគំតន្ត្រីទស្សវត្ស1960ទៀតពីពិសេសខ្លាំងមែនទែន100ឆ្នាំនេះគេតាំងពីពើអញ្ចឹងទៅហើយម៉ូតូនេះស្អាតមែនទែនបងទាំងអស់គ្នាគឺខ្ញុំជិះទៅមានអារម្មណ៍ថាសង្ហា100មានតែយើងក្លីបប៉ុន្តែគាត់ថាមើលទៅទៅភ្នែកបន្តិចអាស្អីម៉ូតូផ្សេងមកនៅផ្សេងអាស្អីមកនៅយើងសម័យឥឡូវពេលម៉ូតូនោះសម័យមុនអញ្ចឹងទៅគាត់អាចស្លៀកពាក់ក៏ខុសគ្នាដែរអញ្ចឹងទៅណាតែបងប្អូនទាំងគ្នាមកមើលតាមខ្ញុំមានម៉ាស៊ីនចាក់ឌីសមានអីអូច្រើនណាស់បងប្អូនទាំងគ្នាខ្ញុំអត់សូវស្គាល់ទេគាត់ថាវាស្អាតណាតែរៀងចាស់ដែរអញ្ចឹងណាមានសល់តិចតួចដែរសម្រាប់អានេះគេហៅស្អីគេចាក់ឌីសអាហ្នឹងខ្ញុំតែងមើលហងរឿងទេបងប្អូនទាំងគ្នាបើថាឃើញផ្ទឹមស្អាតឃើញហ្មងទេមកតាមខ្ញុំមកខ្ញុំដើមឲ្យទៅមើលទាំងអស់បរិយាកាសជាពិសេសខ្លាំងមែនទែនមានស៊ីក្លូម៉ូតូស្ពីជំនាន់មុនទាំងអស់បងប្អូនទាំងគ្នាគេតាំងពីពើនិយាយទៅមានអារម្មណ៍ថាអូយប្លែកភ្នែកមួយយ៉ាងដែរអញ្ចឹងណាគេមានការកូនតន្ត្រីអញ្ចឹងម៉ូតូបងប្អូនទាំងគ្នាម៉ូតូលយមែនទែនបើវាសង្គមចាស់មិនណយម៉ានទេណានេះម៉ូតូនេះបានជីម៉ូតូអញ្ចឹងជីម៉ូតូខោប៉ាត់អីចឹងអូយលយណាស់បងប្អូនទាំងគ្នាអើយក្រឡេកមកមើលខាងក្រៅបងប្អូនទាំងគ្នាគឺស្អាតមែនទែននៅបឹងកឡូយើងហ្នឹងណានោះឆាបកូនតន្ត្រីគេអញ្ចឹងណាស្អាតដែរអញ្ចឹងណាតោះយកមកមើលថាស្អាតដល់ប៉ុណ្ណាទីធ្លាគេនេះកន្លែងគេតាំងពីពើក៏ស្អាតដែរបងប្អូនទាំងគ្នាគឺសម្បូរអ្នកមកមើលដែរអញ្ចឹងណានិយាយរួមទៅសាកម៉ូតូនេះបន្តិចមកបងប្អូនទាំងគ្នាខុសពីសំណិនឥឡូវមិនទៅម៉ូតូគេស្អាតមែនទែនបងប្អូនទាំងគ្នាមើលទៅដូចជាស្អាតមែនទែនប្រយគាត់ថាមិនសមមនុស្សជិះអញ្ចឹងណាលេខមើលទូគេនេះដល់ហើយបងប្អូនទាំងគ្នានៅប៉ុណ្ណានៅនេះទូសេរីមុននេះយ៉ាលកប្រយគេលេងឈុតធំប្រយឆ្នាំនេះសៀមរាបយើងហ្នឹងណានិយាយថាម្នាក់អង្គុយមើលគេការកុំតន្ត្រីចាប់ផ្ដើមគេសមឆាកសមអីអញ្ចឹងណាការស្លៀកពាក់របស់គេក៏សម្រាប់ខ្ញុំណាបងប្អូនទាំងគ្នាការស្លៀកពាក់របស់គេគឺស្អាតមែនទែនមើលទៅមិនតាន់សម័យប៉ុន្តែស៊ីវឡាយបងប្អូនទាំងគ្នាលយមែនទែនបដ ாய் កុំថាគេប្រកបតន្ត្រីជំនាន់ពីដើមអញ្ចឹងអត់មានអ្នកមករើមកបងប្អូនទាំងគ្នានេះពេលថ្ងៃទេចាំមើលតែពេលយប់ណារកកន្លែងឈរអត់បានទេគឺចាស់រំគាត់អង្គុយមើលនិយាយថាយីខ្លាំងជាងសម័យឥឡូវទៀតណោះនេះតាមវាស្មើនឹងមុខហ្នឹងបងចង្អៀតប៉ែរឹមផងមើលផងមើលតែប៉ុណ្ណឹងបានហើយ1960តិចទៀតខ្ញុំឆ្លងឆ្នាំទៅ2025ហើយនេះចាប់ផ្ដើមទៅសបាយបងប្អូនទាំងគ្នាអូយកន្លែងតំបន់តិចគ្នាយើងណាសៀមរាបនេះអូយបងប្អូនទាំងគ្នាឃើញតែឃើញខ្ញុំជ្រួលដែរនេះនិយាយថាឆ្លងឆ្នាំលឿនណាខ្ញុំអត់យូរទេមិញទៅ1960ទេឥឡូវដល់2025ហើយអត់យូរហ្មងទេបងប្អូនទាំងគ្នាបន្តិចទៀតខ្ញុំទៅក្លុកទីក្រុងហើយបងប្អូនទាំងគ្នានេះអត់ចាំយូរទេនិយាយថាពពុះសប៊ូសបាយមែនទែនបងប្អូនទាំងគ្នាអូយថតមិនបានច្បាស់ទេបងប្អូនទាំងគ្នាដោយសារអីកាមេរ៉ានោះជិបទឹកជិបសប៊ូនឹងវល់ពីនឹងឯងអូសបាយណាស់បងប្អូនទាំងគ្នាអើយដឹងឆ្នាំណាបានទៀតទេនេះយីថាយូរអត់មួយឆ្នាំស្អប់ការរងចាំណាស់បងប្អូនទាំងគ្នាអើយចង់ដល់2026ឆាប់ហ្នឹងយោយសបាយណាស់បងប្អូនទាំងគ្នាអើយនេះកូនតើមើលក៏ដឹងនេះក្លុកទីក្រុងបងប្អូនទាំងគ្នាយីថារឹមណាថាសបាយមែនបងទាំងគ្នាពេលយើងទៅអញ្ចឹងអាមិនស្គាល់គ្នាក៏សបាយជុំគ្នាបានដែរកុំថាឡើយខ្មែរយកជាប្រកាន់ទេអត់យើងរងក្បែរគ្នាគឺយើងនិយាយទៅសបាយបណ្ដោយនៅតែរាប់គ្នានិយាយគ្នារំលេងពីហ្នឹងអីបងប្អូនគ្នាមិនស្គាល់គ្នាក៏យ៉ាយរំលេងគ្នាបានដែរមែនសប្បាយកប់បងប្អូនគ្នានេះជនជាតិឥណ្ឌាក៏គាត់សប្បាយលេងមួយយើងដែរអាមិនស្គាល់គ្នាក៏គាត់លេងមួយយើងនេះលេងកាមេរ៉ាមួយយើងបណ្ដោយហើយគាត់ចូលចិត្តយើងលេងជាមួយគាត់រហូតនេះឥណ្ឌាណាបងប្អូនគ្នាមើលអត់គឺសប្បាយជុំគ្នាបើមិនថាខ្មែរមិនថាជនជាតិទេឲ្យតែនៅក្បែរគ្នាគឺសប្បាយជុំគ្នាបណ្ដោយនេះនឹងគាត់និយាយខ្លះទេបងប្អូនគ្នាគាត់យកអង់គ្លេសតែប៉ុន្តែខ្ញុំស្ដាប់បានខ្លះដែរគាត់និយាយថាគេកម្ពុជា good មិនគាត់ថាអញ្ចឹងមានតែយើងសប្បាយអីចឹងណាគាត់ថាប្រទេសកម្ពុជាយើងសប្បាយល្អអីចឹងណាហើយរំលែកជាមួយខ្ញុំអញ្ចឹងទៅពួកគាត់យកភាសាអង់គ្លេសទៅមួយថ្លង់បាសបងប៉ុន្តែខ្ញុំស្ដាប់បានខ្លះដែរអាចង់កន្ទុយតិចចឹងណាបងប្អូនទាំងគ្នាយីថាលេងជាមួយគាត់ប្រកាន់មែនទេជនជាតិបារាំងជាតិអីទៅជុំគ្នាបងប្អូនទាំងគ្នាសប្បាយមែនទែនអញ្ចឹងប្លុកខ្ញុំមានតែប៉ុណ្្នឹងឯងបាយ